មនុស្សខ្លះចូលចិត្តចាប់កំហុសអ្នកដទៃហើយជំនាញមកគាត់ណាប៉ុន្តែកំហុសរបស់ខ្លួនឯងហ្នឹងមិនដែលរកឃើញមិនទេអញ្ចឹងមនុស្សខ្លះហ្នឹងគឺគេហៅថាបីដាស្ដាច់មនុស្សហើយចូលចិត្តតែឃើញគេខុសចូលចិត្តតែឃើញគេមិនល្អស្អប់មិនពេញចិត្តគេណាហ្នឹងហើយប៉ុន្តែកំហុសខ្លួនឯងមិនដែលឃើញតែខ្លួនឯងនឹងខុសទេតាមពិតទៅជីវិតបែបអញ្ចឹងអត់មានក្តីសុខទេញាតិញោមមនុស្សបែបអញ្ចឹងរកក្តីសុខឲ្យខ្លួនឯងមិនបានទេមួយថ្ងៃនេះគាត់រវល់ទៅតាមដានជីវិតគេគេហៅថាចែកជីវិតរបស់គាត់ពាក់កណ្ដាលទៅកាន់គេហើយសល់ពាក់កណ្ដាលខ្លួនឯងហ្នឹងហើយអាពាក់កណ្ដាលទៀតនៅវល់ទៅតាមចាប់កំហុសគេតាមមើលគេខុសអីឯងខូចអីអាក្រក់អីចឹងណាអត់មានក្តីសុខហ្នឹងហើយសល់ជីវិតរបស់គាត់ពាក់កណ្ដាលបានត្រឹមតែមកហូបចុករស់ឃើញពលឺថ្ងៃតែប៉ុណ្ណឹងអត់ដែលគិតថាខ្លួនឯងជាអីខុសអីកែប្រែអីឲ្យល្អអីតែអត់ទេអញ្ចឹងមនុស្សប្រភេទអញ្ចឹងគេលែងនិយាយហើយ